chẳng xong chạy mà mơ nó không phải vì mà đòn bà phải nâng có mình cả áp đẹp phong đại bà có miền rục riêng đôi từ nâng Facebook phong đại bà xuất đây mà bọn nó khả năng nó không đại sự cúm bà video nó cứ xong mong bằng hai chặt tôn từ nâng cảm thì Facebook đại thôi cả áp đẹp nơi tầm rộng thâm phong đại bà chẳng dừng trôi đượcក្នុង Facebook ទាំងអស់គ្នាបាទបន្ទាប់ពីយើងចូលទៅក្នុង Facebook អញ្ចឹងបងប្អូនឆែករកមើល Facebook ឬក៏ page ដែលយើងចង់ដឹងបាទឥឡូវគឺខ្ញុំមកឆែកមើលនៅក្នុង page របស់ខ្ញុំបាទគឺ Say Story បាទអញ្ចឹងខ្ញុំធ្វើការ search រកឈ្មោះនេះបាទចង់ដឹងថាតើ Facebook វាធ្វើការ update ហើយនៅបាទនឹងគឺជា page របស់ខ្ញុំហើយបាទនឹងគឺជាទម្រង់ page ចាស់នោះទេបាទគឺវាមិនទាន់ធ្វើការ update នោះទេបាទអញ្ចឹងគឺយើងអាចធ្វើការអញ្ជើញមិត្តចុចកន្លែងត្រេ3ក្បែរហ្នឹងទៅឬក៏ធ្វើការ invite ផងដែរបាទនឹងគឺជាទម្រង់ page ចាស់នោះទេបាទនឹងគឺជាសកម្មភាពក៏ដូចជា page ចាស់បាទគឺមានទម្រង់បែបនេះបាទអញ្ចឹងបងប្អូនមើលទៅបាទបន្ទាប់ពីយើងមើលនៅ page ហើយអញ្ចឹងយើងចូលទៅមើលនៅក្នុង Facebook វិញម្ដងបាទចង់ដឹងថា Facebook នឹងវាធ្វើការ update ដែរឬអត់ទេបាទឥឡូវគឺចូលនៅក្នុង Facebook វិញម្ដងគឺមិនទាន់ update នោះទេបាទអញ្ចឹងគឺនឹងគឺជាទម្រង់ Facebook ចាស់នោះទេបាទបន្ទាប់ពីយើងឆែកមើលនៅក្នុង Facebook ហើយគឺយើងផ្លាស់ប្ដូរ Facebook មួយទៀតបាទដើម្បីយើងចង់ដឹងថាតើវាធ្វើការ update ហើយនៅបាទឥឡូវគឺខ្ញុំចូលនៅក្នុង Facebook មួយទៀតហើយបាទដើម្បីឆែកមើលម្ដងទៀតដើម្បីចង់ដឹងថាតើ Facebook នឹងធ្វើការ update ហើយនៅបាទអញ្ចឹងខ្ញុំសេរកឈ្មោះ Facebook របស់ខ្ញុំផងដែរបាទហ្នឹងគឺគ្រួសារសុភមង្គលបាទមុនមិញគឺជាទម្រង់ Facebook ចាស់បាទឥឡូវគឺ Facebook មួយនេះគឺខ្ញុំឆែកមើលគឺវាផ្លាស់ប្ដូរទៅជា Facebook ថ្មីហើយដែលក្រុមហ៊ុន Facebook ធ្វើការ update ផងដែរបាទអញ្ចឹងយើងធ្វើការ invite ឬក៏អញ្ជើញមិត្តភ័ក្តិហ្នឹងគឺយើងចុចត្រេ3នៅខាងលើបាទតកតងទៅនឹងទម្រង់ការ update ថ្មីបាទហ្នឹងគឺយើងធ្វើការអញ្ជើញមិត្តភ័ក្តិហ្នឹងគឺចុចកន្លែងត្រេ3នៅខាងលើផងដែរបាទគឺវាមានការផ្លាស់ប្ដូរបន្តិចបន្តួចផងដែរបាទជាពិសេសគឺអក្សរនៅខាងលើហ្នឹងគឺតូចផងដែរបាទតកតងរឿងអ្នកតាមដានហើយនិងអ្នកកំពុងតាមដានផងដែរបាទអញ្ចឹងខ្ញុំឆែកមកមើលនៅក្នុង page វិញម្ដងបាទ page ហ្នឹងក៏មានការ update ផងដែរបាទក៏មានរូបរាងដូចទៅនឹង Facebook ផងដែរបាទប៉ុន្តែ page ហ្នឹងគឺយើងធ្វើការអញ្ជើញមិត្តឬក៏ invite ហ្នឹងគឺចុចកន្លែង friend នៅខាងក្រោមឬក៏ចុចនៅត្រេ3នៅខាងលើផងដែរបាទនឹងគឺជាសកម្មភាពការបង្ហាញរបស់ខ្ញុំតាក់ទងទៅនឹងការ update របស់ Facebook ផងដែរបាទអំពីទម្រង់ចាស់មកទម្រង់ថ្មីផងដែរបាទអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាគិតថា Facebook ធ្វើការ update ពីទម្រង់ចាស់មកទម្រង់ថ្មីហ្នឹងគឺងាយស្រួលប្រើដែរឬទេឬក៏យ៉ាងណាបាទអញ្ចឹងយើងនឹងប្រើប្រាស់នៅកម្មវិធីការ update នៅទម្រង់ថ្មីនេះទាំងអស់គ្នាផងដែរបាទនេះគឺជាវីដេអូរបស់ខ្ញុំការបង្ហាញការទម្រង់ការបង្ហាញនៅការ update ថ្មីរបស់ Facebook គឺមានតែប៉ុណ្្នឹងនោះទេបាទយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតផងដែរបាទសូមអរគុណផងដែរសម្រាប់ការតាមដានរបស់អ្នកទាំងអស់គ្នាបាទសូមអរគុណ